សមាធិមានច្រើនបែបណាវាស្ថិតនៅលើចិត្តយើងនេះវឹកហាត់សមាធិដើម្បីអីពេលដែលយើងទៅវិបស្សនាកម្មដ្ឋានគឺយើងទៅវិបស្សនាកម្មដ្ឋានដើម្បីឲ្យចិត្តស្ងប់មែនអត់ដើម្បីរៀងជំរះតែអាលើមកតង់ទៅទៀតនោះបែបវិទ្យាសាស្ត្រមានផុសតាមទូហើយថាការដែលយើងសមាធិនេះវាធ្វើឲ្យយើងកើតបញ្ញាឃើញទេវាទទួលអាចចំណេះដឹងដែលទូចវាទទួលខ្វាធំដែលធ្វើឲ្យយើងរកឃើញវិធីកែបញ្ហាវាខុសពីមុនដែលយើងវាចិត្តតូចជាងបញ្ហាតែហាមសមាធិជាមួយបញ្ហាសមាធិនៅជាមួយបញ្ហាបែបណាអញ្ចឹងបើថាចិត្តទន់ល្មមមានបញ្ហាអីដែលទប់ទល់មិនរួចបាច់សមាធិទេខូចណែនាំឲ្យតែហាត់ប្រាណធ្វើមិនឲ្យ relax ឲ្យចិត្តខ្លួនឯងរាងកាយទាញចិត្តស្វាហាប់សិនទៅជួបបញ្ហាអីពុបមិនថាជាមេរៀនមិនថាជាបញ្ហាលុយកាក់មិនថាជាស្អីខ្ញុំធ្លាប់ឆ្លងកាត់ហើយពេលដែលយើងនៅជាមួយបញ្ហាមានន័យថាយើងអ្នកខ្លះសមាធិទាំងទន់ជ្រះហេតុអីទៅវិបស្សនាកម្មដ្ឋានហើយទៅអីហើយមកវិញតដែលជីវិតនៅវិញលូកតដែលរោច្រកចេញឃើញអត់មានបញ្ហាតែខ្ញុំថ្ងៃទី1ដែលខ្ញុំបានទៅវិបស្សនាដែលខ្ញុំអត់ได้ចេះវិបស្សនាសោះខ្ញុំទៅនោះឯងដើមគ្រឹះនៃការកត់បញ្ញារបស់ខ្ញុំស្រាប់តែខ្ញុំមកវិញខ្ញុំសម្រេចនូវភាពជោគជ័យខ្លាំងមែនទែនក្នុងអាជីវកម្មដែលសាងចំណូលមនុស្សដែលធ្លាប់មានចំណូល$100ពឿនត្រឹមតែពឿន$ចាប់លុយ$10,000លុយ$10,000តែលុយចំណេញមិនមែនលុយលក់$10,000ទាំងប្រាក់ចំណូលប្រាក់ចំណេញទិនកាច់កិនណានេះបើនិយាយវាទាក់ទងនឹងផ្លូវរស់ស៊ីព្រោះវាធ្វើឲ្យយើងវាពង្រឹងអាផ្លូវចិត្តនឹងវាឃើញបញ្ញានៃគណិត active ច្នៃប្រឌិតរឿងអីផ្សេងថ្មីហ្មងតែមានអ្នកដែលចេញមកពីវិបស្សនាធ្លាក់ជីវិត10លើសដើមចឹងកន្លែងនេះឯងខ្ញុំសិក្សាមកនេះគឺយើងយកទីពឹងចិត្តដូចអ្នកទាំងអស់នេះដែលឃើញពេលដែលទៅបួងសួងហេតុអីអ្នកខ្លះបួងសួងបានជោគជ័យសុំវត្ថុស័ក្តិសិទ្ធិខ្ញុំសុំកូនជោគជ័យអីមួយក៏ទៅបន់ក៏បានខ្ញុំធ្លាប់បានបើរឿង business បន់បាននេះខ្ញុំធ្វើក្រុមហ៊ុននេះខ្ញុំធ្លាប់ទៅវិហារចិននៅពេលដែលយើងត្រូវតែពឹងផ្លោវត្ថុស័ក្តិសិទ្ធិដែលខ្ពស់វត្ថុផ្លោវស័ក្តិសិទ្ធិដែលខ្ពស់ដែលយើងតែងទៅបន់វត្ថុស័ក្តិសិទ្ធិនោះដើម្បីអីមិនមែនទឹកយើងទៅចិត្តចម្ពាក់ទៅប្រើឧបករណ៍នោះរហូតដល់យកថាមកពុលខ្លួនឯងទៅចងនឹងវត្ថុស័ក្តិសិទ្ធិខាងក្រៅទៅណាយើងកុំសមាធិទៅនៅជាមួយបញ្ហាសមាធិគឺយើងនឹកឃើញតែភាពឈឺចាប់ហេតុអីជីវិតខ្ញុំអញ្ចឹងហេតុអីជីវិតខ្ញុំអញ្ចឹងមានន័យថាយើងអត់បានមក relax អត់បានមក scan រាងកាយទទួលធ្វើជាអ្នកសង្កេតការបើយើងចង់ clear រឿងអីយើងកុំនិយាយរឿងនឹងសំសាអញ្ចឹងតាំងឲ្យបានទី2នេះគឺនៅជាមួយការពិតមានន័យថាទទួល skill គេថា awareness អង់គ្លេសទទួលដឹងថាវាអញ្ចឹងហើយអញ្ចឹងការសមាធិនេះដែលខូចកំពុងបញ្យល់ពួកយើងនេះមិនមែនជាផ្លូវទៅសាសនាតែវាផ្លូវនៃការប្រតិបត្តិពិតនៅជីវិតប្រចាំថ្ងៃ